បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់ដែលស្រឡាញ់និងរាប់អាន Channel រង្វាន់ធម្មជាតិអញ្ចឹងថ្ងៃនេះក៏មកបង្ហាញដើមត្នោតសួរដែលគេនិយមដាំនិងបានប្រាប់កន្លងមកហើយក្នុងវីដេអូមុនបាទដើមនេះក៏ជាដើមស្រីមង្គលគេនិយមដាំដើម្បីទាក់ទាញភ្ញៀវក្នុងស្រុកនិងក្រៅស្រុកនិងទេសចរផងដែរដែលជាទីទាក់ទាញដ៏មនោរម្យបាទអញ្ចឹងដើមបន្ទាប់មកនេះគឺដើមវាសនាដោយការជឿនិងការដាំនៅដើមនេះគឺជាដើមមង្គលផងដែរបាទខ្ញុំបានប្រាប់ហើយវីដេអូមុនចំណែកឯដើមនេះក៏ដើមចន្ទ្រាដែលមានស្លឹកហើយនឹងដើមរបស់វាមើលទៅស្រស់បំព្រងបង្ហាញអំពីភាពចំហរឹងមាំបាទអញ្ចឹងនេះគឺក្តាតហោរាញីបាទក្តាតហោរាញីគឺខ្ញុំបានបង្ហាញក្នុងវីដេអូមុនអញ្ចឹងគេនិយមដាំដើម្បីភាពទាក់ទាញផងដែរនិងសម្រស់បាទហើយនឹងក៏ឲ្យបរិយាកាសល្អបរិសុទ្ធគ្រប់រុក្ខជាតិទាំងអស់តែងតែផ្ដល់នៅអត្ថប្រយោជន៍អំពីអុកស៊ីហ្សែនបាទវាបឺតនៅអុកស៊ីហ្សែនឲ្យខ្យល់អាកាសបរិសុទ្ធបាទអញ្ចឹងក៏មានដើមមង្គលប្រទាលមង្គលមួយទៀតគឺហោរាឈ្មោលបាទហោរាឈ្មោលនេះវាមានពណ៌ខុសគ្នាអញ្ចឹងខ្ញុំបង្ហាញវីដេអូមុនរួចហើយបាទចំណែកឯមួយនេះក៏ក្តាតហោរាដែរតែគឺក្តាតហោរាដាងបាទវាមានឆ្នូតសัญลักษณ์វាដាងបាទអញ្ចឹងក៏វាអត្ថប្រយោជន៍និងជាប្រទាលមង្គលដែលគេនិយមដាំដើម្បីលើកបារមីរាសីបាទការជឿរបស់ខ្មែរវរយាបុរាណយើងគឺវាមានភាពទាក់ទាញហើយនឹងក៏ពិតជាអស្ចារ្យណាស់សម្រាប់ប្រទាលមួយនេះស្អាតជាងប្រទាលហោរាញីនិងហោរាឈ្មោលបាទអញ្ចឹងក៏មកដើមមង្គលដែលខ្ញុំបង្ហាញរួចមកហើយដែលជាដើមស្លាលឿងឬក៏ដើមស្លារាសីបាទអញ្ចឹងយើងគិតថាឲ្យតែដើមមង្គលក៏វាជាដើមរាសីផងដែរអញ្ចឹងកុំប្រកាន់នៅពាក្យផ្សេងគ្រាន់ថាវាមានមង្គលនិងមិនមង្គលបាទអញ្ចឹងដើមស្លាលឿងនេះវាខុសប្លែកពីដើមស្លាយើងធម្មតាត្រង់ផ្លែរបស់វានឹងគឺល្អិតហើយលឿងបាទចំណែកឯប្រទាលមួយទៀតគឺប្រទាលស្លាផង់បាទឬក៏ហៅដើមស្លាផង់បាទគឺជាមុនស្នេហ៍ដែលទាក់ទាញមែនទែនបាទចំណែកឯនេះគឺដើមនួនស្រីដើមនួនស្រីនេះគឺនៅពេលដែលចេញផ្កាមកមានសម្រស់ទាក់ទាញមែនទែនបាទបើមិនទាន់ចេញផ្កាទេមិនសូវជាចាប់អារម្មណ៍ប្រមាណទេដើមនួនស្រីនេះគឺមានក្លិននិងក្រអូបហើយនឹងទាក់ទាញជាដើមមង្គលគេនិយមដាំបាទអញ្ចឹងក៏នេះគឺដើមបុស្បាបាទនឹងមាននេះជាផ្កាបុស្បាតែមានសម្រស់នឹងគឺរំយោលធ្លាក់ទាក់ទាញគួរឲ្យរីករាយក្នុងការទស្សនាហើយចាប់អារម្មណ៍មែនទែនចំពោះដើមបុស្បានេះគឺដាំលម្អទាក់ទាញចក្ខុបាទពិតណាស់ស្អាតមែនទែនបាទអញ្ចឹងនេះក៏ប្រទាលនិករាជដែលគេនិយមដាំមុខផ្ទះឬកន្លែងលក់ដូរផ្សេងខ្ញុំបង្ហាញវីដេអូមុនរួចហើយតែនេះជាវីដេអូខ្លីដែលបាទនេះគឺម្លិះទឹកនេះគឺវាមានផ្កាទាក់ទាញហើយនឹងមែកធៀងរបស់វាហ្នឹងគឺ
គួរជាទីចាក់ដោតនៃចក្ខុរបស់យើងមែនទែនគឺយូរយាលក៏ចេញមកក៏ការស្អាតណាស់ក្រពុំយូរតាមធៀងតាមនេះបាទចំណែកអានេះគឺដើមលុយដែលគេនិយមដាំហើយនឹងការជឿទៅលើដើមនេះហើយការបញ្ចេញស្លឹករបស់វាបើចេញច្រើនគឺល្អរឹតតែខ្លាំងបង្ហាញដូចបង្ហាញបាទនេះក៏ជាប្រទាលអ័រគីដេមួយមុខទៀតដែរដែលជាប្រទាលគេហៅប្រទាលអ័រគីដេភ្លុកដំរីវាមានពណ៌លាយបន្តិចស្អាតតែគេនិយមដាំតាមជាប់នឹងដើមឈើឬក៏ជាប់នឹងសសរផ្ទះបាទកន្លែងណាដែលយើងដាំហើយគឺមើលទៅវាទាក់ទាញចក្ខុរបស់យើងហើយក៏ធ្វើឲ្យយើងសប្បាយចិត្តបាទក៏ចាត់ទុកថាជាសិរីសួស្តីហើយនឹងមង្គលផងដែរដើម្បីមកដល់យើងនឹងបាទនេះក៏ដាំផ្កានៅដាក់ឲ្យជាប់នៅក្នុងរំយោលផ្ទះរំយោលតូបរបស់យើងនឹងដើម្បីភាពទាក់ទាញដើម្បីឲ្យខ្យល់អាកាសបរិសុទ្ធនិងភាពរស់រាយរាក់ទាក់ចំណែកឯនេះក៏ប្រទាលសារិកាឈ្មោលដែលខ្ញុំបង្ហាញរួចមកហើយវាមានឆ្នូតបាទស្អាតមែនតែនបាទហើយនឹងការដាំយើងនឹងងាយស្រួលបង្កើតបាទខ្ញុំបង្ហាញរួចមកហើយបាទនេះក៏មកមួយដើមទៀតហើយបាទដើមបុស្បានេះគឺដើមធំជាងហើយក៏ផ្ការបស់វានឹងកញ្ជុំកាលណាដើមធំផ្កាវាក៏កញ្ជុំថាំខ្លាំងដែរចំណែកឯគុណអត្ថប្រយោជន៍ខាងឱសថនោះក៏ខ្លាំងដែរតែខ្ញុំមិនអាចបានប្រាប់ទេអរគុណច្រើនបាទនេះគឺជាប្រទាលអណ្ដាតសារិកាឈ្មោលបាទគឺគេដាំលំអអណ្ដាតសារិកាឬក៏គេហៅហើយក៏ជាប្រទាលពូកែវាមានផ្នែកបាទនេះគឺមហានិយមប្រទាលខាងរកស៊ីពោះក្រាយបាទចំណែកឯដើមនេះគឺដើមបាទសម្រាប់ការចំបៃនេះគឺអ័រគីដេបាទអ័រគីដេមានច្រើនពណ៌ណាពុកម៉ែបងប្អូនមានច្រើនពណ៌មែនទែនអ័រគីដេនេះមានសម្រស់គេដាំតាមជាប់ដើមឈើក៏នេះដែរចំណែកឯនេះគេហៅដើមដៃមឹកឬក៏ដើមមហាសេដ្ឋីដែរបាទវាមានពណ៌ឆ្នូតអញ្ចឹងមើលស្ទិះសឡំបាទស្ទិះគ្នាហ្នឹងធ្លាប់បង្ហាញវីដេអូមុនមកហើយគឺបង្កប់ដោយអត្ថន័យច្រើនដែលយើងមិនអាចរៀបរាប់អស់បាទចំណែកប្រទាលនេះប្រទាលហេងការដាំរុក្ខជាតិក៏ដាំមិនថាដើមមង្គលដើមប្រទាលផ្សេងដើម្បីបង្អួតសម្រស់ហើយនឹងឲ្យយើងមានសុខភាពរស់រាយស្រស់ស្រាយបាទជាភាពទាក់ទាញឲ្យយើងនឹងមានរាសីមានបារមីផងដែរបាទប្រទាលមួយប្រភេទនេះគេចាត់ទុកថាជាប្រភេទពុលផងដែរតែយើងដាំឲ្យប្រយ័ត្នផងដែរកុំឲ្យក្មេងបៀមបាទចំណែកនេះគឺប្រទាលប្រទាលសេដ្ឋីដែរបាទគេហៅប្រទាលដំបងសេដ្ឋីមានសម្រស់ស្អាតដាំចោលក៏មិនបានសូវថែរក្សាឆ្លៀតថតបង្ហាញបាទនេះក៏ការឈូសថ្មឬគេហៅថាផ្កាឈូសថ្មឬក៏បល្ល័ង្កព្រះឥសូរបល្ល័ង្កព្រះនរាយណ៍ឬក៏ធ្នូព្រះនរាយណ៍បាទគេហៅតាមកន្លែងផងដែរវាមានសម្រស់ស្អាត
បាទគឺដាំតាមសួនដាំលម្អវាមានចុងស្រួចដើម្បីការពារសត្រូវផ្សេងអញ្ចឹងទៅអ្នកខ្លះហៅធ្នូបរិយាអញ្ចឹងដែរបើខុសឆ្គងក៏សំខាន់តែបៃតងដែរចំណែកនេះក៏សម្រស់ស្រស់ស្អាតដែលយើងដាំតាមមាត់ទឹកដែលយើងមានអូមានអ្វីយើងដាំចំណែកឯសម្រាប់ផ្កាជីថូនេះក៏មានច្រើនពណ៌ច្រើនម៉ូតផងដែរវាមានសម្រស់ចេញមកស្អាតវាមានពណ៌ផ្កាឈូកក៏លឿងពណ៌ច្រើនពណ៌មែនតើចំណែកឯនេះក៏ផ្កាកំជ្រួចបាទផ្កាកំជ្រួចនេះនៅពេលដែលចេញស្រុកនេះគឺស្អាតហូរផង់មើលទៅទាក់ភ្នែកចំណែកអានេះគឺបាទពុកម៉ែបងប្អូនក៏ជាថ្នោតសួរដែរតែវាចេញផ្លែបាទហើយដើមធំគឺសម្រស់វាស្អាតមែនតើបាទអញ្ចឹងដើមនេះគឺដើមថ្នោតបង្គោលគេដាំដើម្បីលម្អទាក់ទាញភ្ញៀវឬក៏ទាក់ទាញបរិយាកាសឲ្យវាមើលទៅវាអស្ចារ្យបាទប្លែកភ្នែកមែនតើហ្មងបាទដែលជាការទាក់ទាញបាទនេះក៏ជាប្រទាលមង្គលផងដែរអញ្ចឹងយើងមិនថាប្រទាលណាទេយើងមានចិត្តដាំក៏វាធ្វើឲ្យយើងនឹងស្រស់ស្រាយសប្បាយចិត្តហ្នឹងគឺជារាសីយើងនឹងឡើងតាមនឹងដែរគ្រាន់ថាវាជាចំណែកមួយនៃជីវិតរបស់យើងហ្នឹងបាទប្រទាលបេះដូងនេះក្រៀតនេះក៏ងាយស្រួលដាំវាបែកខ្នែងបែកនេះមកមែនតែនបាទរៀងវាសេរីបេះដូងអញ្ចឹងខ្ញុំធ្លាប់បង្ហាញហើយបាទចំណែកឯប្រទាលនាងជុំនេះក៏ធ្លាប់បង្ហាញពុកម៉ែបងប្អូនហើយវាមានសម្រស់អញ្ចឹងដាំលេងជាមួយនឹងប្រទាលផ្សេងបាទហើយនឹងការជឿរបស់ខ្មែរបុរាណបាទចំណែកឯដើមមង្គលនេះក៏ស្អាតមួយយ៉ាងដែរបាទដាំដើម្បីបង្អួតសម្រស់ស្រស់ត្រកាលកន្លែងខ្លះគេហៅថាដើមផាវចិនបាទផាវផ្ទុះយើងហ្នឹងផាវចិនវាមានជាកោមបាទនេះក៏ដើមផ្កាបាទគេហៅដើមផ្កាហ្នឹងពិតវាមានពណ៌មាសហើយនិងពណ៌ប្រាក់អញ្ចឹងគេហៅថាដើមផ្កាមាសផ្កាប្រាក់បាទដើមនេះវាមានអញ្ចឹងចំណែកឯនេះគឺម្នាស់រាសីគឺខ្ញុំបង្ហាញមកហើយបាទនេះមិនបានសូវថែទេគឺអាចចាប់អាចប្រៀបដាក់បាទវាមានសម្រស់តាក់ទាញមែនទែនជាពិសេសមានផ្លែនៅពេលមានផ្លែបាទចំណែកឯប្រទាលមួយនេះក៏ម៉ូដរចនាស្អាតមែនទែនអញ្ចឹងការស្រឡាញ់ធម្មជាតិនឹងធ្វើឲ្យយើងបាទស្រស់ស្រាយមែនទែនបាទអារម្មណ៍យើងភ្លឺថ្លាបាទនេះក៏ប្រទាលបាទប្រទាលបលាំងប្រាក់សម្រស់ស្អាតដើមប្រទាលមង្គលបាទអញ្ចឹងយើងដាំឲ្យបានច្រើនបន្តិចទៅដើម្បីនៅពេលដែលចេញសម្រស់មកក៏ទាក់ទាញហើយក៏ជួយឲ្យបរិយាកាសនោះវាបរិសុទ្ធផងដែរបាទនេះក៏ការថតបង្ហាញផ្សេងបើមានខុសឆ្គងយ៉ាងណាក៏ខន្តីអភ័យទោសផងដែរស្អាតបាទនេះក៏មួយយ៉ាងដែរយើងធ្វើជាផើងដាក់ដើម្បីរចនាម៉ូដដើម្បីទាក់ទាញបើយើងមានពេលមានឱកាសឲ្យដាំឲ្យលម្អដើម្បីសិរីសួស្តីបាទប្រទាលបាទគឺផ្កាយជុំដើមក៏បាទគឺផ្កាយពាត់ព្រះខែអញ្ចឹងបាទវាស្អាតមែនតើបាទគឺយើងដាំលម្អ
ប្រទាលនេះគឺភាគច្រើនគេដាំលើតុឬកន្លែងណាផុតបន្តិចទៅព្រោះមានបន្លាមុតអាចធ្វើឲ្យយើងមិនសប្បាយចិត្តឬស្អីធ្លាក់ដែរបាទស្ដីគ្នាដែរបាទប្រទាលបងពេជ្របាទគឺប្រទាលមង្គលអញ្ចឹងយើងចង្កឹះបញ្ចេញផ្កាមកស្អាតមែនតើតាក់ទាញបាទមិនថាប្រទាលណាទេតែប្រទាលដែលមានបន្លាហ្នឹងយើងកុំដាំចិត្តក្មេងៗវាអាចមុតឬក៏មុតយើងបាទយើងដាំឲ្យផុតផងដែរតែយើងមុតទៅវាចិត្តមិនសុបាយហ្នឹងវារស័យដាក់បាទអញ្ចឹងវាលំអទីកន្លែងឬក៏បរិយាកាសធ្វើឲ្យយើងមានភាពរីករាយស្រស់ស្រាយសប្បាយចិត្តនៅពេលដែលយើងដាំប្រទាលផ្សេងឬដាំមង្គលផ្សេងហ្នឹងដើម្បីជំនួយបរិយាកាសជំនួយអុកស៊ីហ្សែនផងដែរយើងថាធម្មជាតិវាបឺតនៅអុកស៊ីហ្សែនមកឲ្យយើងឬក៏អ្វីផ្សេងបាទអញ្ចឹងប៉ុណ្ណឹងទេអរគុណច្រើន